សួស្តីបងប្អូនអ្នកគ្នាសម្រាប់វីដេអូនេះខ្ញុំបង្ហាញបងប្អូនពីរបៀបនៃការធ្វើបាទប្រភេទវីដេអូ AI បែប Tractor ឬក៏បាទ RC Tractor អញ្ចឹងណាបាទដូចខ្ញុំបង្ហាញបងប្អូនណានេះបែបហ្នឹងឬក៏វីដេអូប្រភេទនេះបាទឬក៏វីដេអូប្រភេទនេះណានេះបងប្អូនវីដេអូប្រភេទនេះគឺបាទយើងបង្កើតដោយ AI បងប្អូនណាហើយគឺយើងអាចបង្កើតជាវីដេអូប្រភេទហ្នឹងបានអាចផុសរកចំណូលនៅក្នុងបាទគឺយើងអាចផុសរកចំណូលតាម YouTube Facebook បានបងប្អូនអ្នកគ្នាអញ្ចឹងចង់ដឹងពីរបៀបនៃការធ្វើយ៉ាងណាខ្ញុំបង្ហាញបងប្អូនតែម្ដងណាអូខេអញ្ចឹងឥឡូវនៃការធ្វើបាទប្រភេទវីដេអូដែលខ្ញុំបង្ហាញឲ្យបាញ់មិញបាទទី1បងប្អូនអ្នកគ្នាបាទត្រូវតែទៅរករូបភាពណារូបភាពតាក់ទងនឹងបាទ Tractor ហ្នឹងហើយតមកទី2បាទបងប្អូនអ្នកគ្នាត្រូវតែយករូបភាពនេះទៅបង្កើតបាទចេញជា from នៅលើបាទ ChatGPT ហើយចំណុចទី3បងប្អូនអ្នកគ្នាបាទត្រូវតែ copy from បាទពី ChatGPT ហ្នឹងទៅ generate បាទបង្កើតជារូបភាពថ្មីនៅលើបាទ website Image បាទ FX ហើយចំណុចទី4បងប្អូនយករូបភាពដែលយើងបង្កើតបាទពី website Image បាទ FX រួចហើយទៅ generate បង្កើតជាវីដេអូបាទនៅលើ website មួយទៀតគឺបាទ Google AI Studio អញ្ចឹងណាហើយនេះគឺជា from ដែលខ្ញុំមានស្រេចបាទគឺជាទម្រង់ from ដែលខ្ញុំត្រូវដាក់ឲ្យបងប្អូននៅក្នុង description ណាដើម្បីធ្វើការបង្កើតបាទជារូបភាពហើយនិងជាវីដេអូបាទតែម្ដងអូខេយើងទី1គឺយើងត្រូវទៅរករូបភាពសិនអញ្ចឹងខ្ញុំចូលមកកាន់ YouTube មកហើយខ្ញុំ search ពាក្យថាបាទ RC Tractor អញ្ចឹងទៅបាទចុច scroll channel ណាមួយដើម្បីយើងស្វែងរកយករូបភាពណាអូខេអញ្ចឹងខ្ញុំ scroll ឡើងទៅលើអញ្ចឹងខ្ញុំនឹងមើលបាទវីដេអូណាមួយដែលមានរូបភាព Tractor ស្អាតៗណារូបភាពដែលយើងទៅយកហ្នឹងគឺយកចេញពីរបស់គេរួចហើយយើងបាទថត screen បងប្អូនអ្នកគ្នាណាថត screen ទៅយើងមើលរូបភាពណាតំណងស្អាតគឺយើងអាចយកមកបាទថត screen សិនណាហើយខ្ញុំស្វែងរក channel ណាមួយសិនបាទដែលមានលក្ខណៈរូបភាពស្អាតចឹងណាអូខេឥឡូវមើល channel បាទ channel មួយនេះហ្នឹងអញ្ចឹងបងប្អូនធ្វើការ play វីដេអូបាទរបស់គេមកអញ្ចឹងខ្ញុំចង់បាននៅបាទរូប Tractor មួយនេះបាទរូបមួយហ្នឹងណាអញ្ចឹងបាទបងប្អូនអាចធ្វើការបាទថត screen មកណាហ្នឹងហើយអញ្ចឹងខ្ញុំធ្វើនៅលើបាទកុំព្យូទ័រ Windows អញ្ចឹងខ្ញុំមានកម្មវិធីបាទ snipping tool បាទហើយនេះ snipping tool ហ្នឹងណាអូខេអញ្ចឹងខ្ញុំថត screen មកណាបងប្អូនប្រើកម្មវិធីឬក៏មុខងារណាមួយបងប្អូនប្រើបាទកម្មវិធីក្នុងការថត screen ក៏បានឲ្យតែបងប្អូនមាននៅលើកុំព្យូទ័របងប្អូនណាតែខ្ញុំប្រើប្រភេទ Windows អញ្ចឹងវាមាននៅក្នុងបាទកុំព្យូទ័រខ្ញុំស្រាច់បាទ snipping tool នេះអញ្ចឹងតមកខ្ញុំចុចធ្វើការបាទចេះមក over ចេះមកបាទប៉ុណ្ណឹងមកខ្ញុំថត screen អូខេហើយខ្ញុំធ្វើការ save បាទដាក់កន្លែង download ចុះហ្នឹងហើយហើយខ្ញុំចុច save តែម្ដងអញ្ចឹងបងប្អូនចុច save ផងណាហ្នឹងហើយអូខេអញ្ចឹងចំណុចទី1បងប្អូនបាទស្វែងរករូបភាពបានណាហើយចំណុចទី2បងប្អូនត្រូវតែយករូបភាពអំបញ្ញមិញបាទយកទៅបង្កើតបាទចេញជា from នៅលើ ChatGPT តោះហើយចូលមកកាន់បាទ ChatGPT មកខ្ញុំចុច new tab ថ្មីបាយពាក្យថា ChatGPT បាទនេះខាងលើនេះអូខេចេញចុចកន្លែងនេះបាទ ChatGPT ម្ដងទៀតអញ្ចឹងបើសិនជាបងប្អូនបាទធ្វើនៅលើកុំព្យូទ័របាទ ChatGPT ដែលបងប្អូនដែលបានធ្វើការបាទ sign in ជា Gmail ទេបងប្អូនធ្វើការ sign in មកអញ្ចឹងដោយសារតែបាទChatGPT ខ្ញុំបានធ្វើការ sign in ហើយអញ្ចឹងវាចូលមកដល់ទម្រង់បែបនេះតែម្ដងណាអូខេអញ្ចឹងបន្តមកទៀតបាទបងប្អូនចុចកន្លែងបាទនេះមកបាទញ៉ាលេខបូកនេះបងប្អូនបញ្ចូលនៅរូបភាពឲ្យ ChatGPT វាបង្កើតនៅរូបភាពថ្មីបាទមួយទៀតអញ្ចឹងណាអូខេអញ្ចឹងរូបភាពដែលខ្ញុំបានធ្វើការ screenshot របស់មិញអញ្ចឹងខ្ញុំចុចយកពាក្យ open ឥឡូវខ្ញុំចូលរូបភាពហើយអញ្
ចឹងចំណុចទី3បងប្អូនត្រូវតែ copy បាទ from ពី chat GPT ទៅ generate បាទជារូបភាពនៅលើបាទ image បាទ effect ចឹងណាបាទអញ្ចឹងបងប្អូនបាទ copy from នេះមក from ដែលខ្ញុំដាក់នេះបាទ from សម្រាប់ generate រូបភាពចឹងណានៅលើ chat GPT អញ្ចឹង from ទាំងអស់ហ្នឹងបាទតម្រងបែបហ្នឹងគឺខ្ញុំនឹងដាក់ឲ្យបងប្អូនបាទយកទៅប្រើប្រាស់ណានៅក្នុង description ណាបងប្អូនយកទៅ copy ទៅខ្ញុំដាក់នៅក្រោម description នៃវីដេអូរបស់ខ្ញុំអូខេបន្តមកទៀតខ្ញុំចូលមកកាន់ chat GPT វិញហើយខ្ញុំបាទផាសនៅ from ដែលខ្ញុំប្រើមិញហើយបន្តមកបងប្អូនចុចសញ្ញាព្រុយខាងលើនេះណាដើម្បី send អូខេអញ្ចឹង chat GPT វាបង្កើតនៅ from ថ្មីបាទបង្កើត from ថ្មីឲ្យយើងហើយបាទនេះ from ទី1ទី2ទី3បងប្អូនណានេះអូខេឃើញទេ from ហ្នឹងបងប្អូនណាអូខេអញ្ចឹងចំណុចទី3យើងត្រូវ copy from ហ្នឹងបាទចេញពី chat GPT ទៅ generate ជារូបភាពនៅលើបាទ website image effect អូខេតោះចូលទៅធ្វើជាមួយខ្ញុំអ្នកគ្នាបាទនេះគឺជា from ហ្នឹងដែល chat GPT បង្កើតឲ្យយើងអញ្ចឹងខ្ញុំយកអាទី1នេះចុះណាហ្នឹងហើយបងប្អូនបាទចុច new tab ថ្មីមកហើយចុច website បាទ image fx បាទ website មួយនេះបងប្អូនណា image fx បាទ let's google បាទ /fx អញ្ចឹងណាឥឡូវចុចចូលតែម្ដងអូខេអញ្ចឹង website ហ្នឹងបើសិនជាបងប្អូនបាទចុចមកដំបូងវាទាមទារឲ្យបងប្អូន sign in ជាមួយនឹង Gmail ដូចគ្នាដែរណាបាទតែដោយសារតែខ្ញុំបានធ្លាប់ធ្វើការប្រើប្រាស់ហើយខ្ញុំធ្វើការ sign in បាទជាមួយ Gmail របស់ខ្ញុំរួចរាល់ហើយណាអូខេហើយបន្តមកកន្លែងនេះបងប្អូនអាចបង្កើតបាទតាក់ទងនឹងទំហំរូបភាពណាបងប្អូនចង់បានបែបណាជាលក្ខណៈបាទ portrait បាទបែប6បែប9x16បែបប្រឈោក៏បានឬក៏បាទ landscape ប្រភេទ YouTube ណាផ្ដេកបងប្អូននេះ 6.9 ក៏បានបាទឬក៏តម្រងផ្សេងខាងក្រោមបងប្អូនជ្រើសរើសតម្រងបែបណាក៏បានដែរអញ្ចឹងខ្ញុំធ្វើជាប្រភេទបាទវីដេអូបែបផ្ដេកផលលើ YouTube ខ្ញុំចុចយកតែ landscape បាទ 16x9 កន្លែងនេះអូខេហើយបន្តមកទៀតគឺខ្ញុំធ្វើការ copy បាទ from ចូលបាទខ្ញុំ pass ចូលណាបាទ from ដែលយើងធ្វើការ copy មិញណាបាទអញ្ចឹងខ្ញុំចុចយកពាក្យថា create ចឹងយើងរងចាំវាបន្តិចទៅបាទ website បាទ image បាទ fx ហ្នឹងវាបង្កើតជារូបភាពថ្មីឲ្យយើងអញ្ចឹងណារូបភាពដែលយើង screenshot ពី channel របស់គេគឺយើងអាចបាទយកទៅធ្វើបានបងប្អូនដោយសារវាអត់ទៅច្បាស់អញ្ចឹងយើងគ្រាន់តែគេហៅថា copy ណា copy នៅរូបភាពឬក៏ជាគំនិតនៃរូបភាពរបស់គេយើងយកមកបាទបង្កើតជារូបភាពថ្មីទៅវាបានបងប្អូនអូខេឥឡូវវាបង្កើតឲ្យខ្ញុំនេះបាទបាន4ប្លង់នេះអញ្ចឹងបងប្អូនគិតថារូបភាពមួយណាស្អាតបាទស័ក្តិសមបងប្អូនអាចធ្វើការ download បានណាហ្នឹងហើយអញ្ចឹងខ្ញុំយករូបភាពមួយនេះហើយខ្ញុំចុចសញ្ញាព្រុញ download នេះតែបងប្អូនអត់ពេញចិត្តនៅរូបទាំងហ្នឹងទេបងប្អូនចុចយកពាក្យ create ទៅវាបង្ហាញទៀតហើយបងប្អូនណាហ្នឹងហើយអត់ពិបាកទេអូខេអញ្ចឹងខ្ញុំចូលមកកាន់បាទ chat GPT ដដែលអញ្ចឹងខ្ញុំយកបាទ from ទី2បាទទី2នេះដែល chat GPT បង្កើតឲ្យខ្ញុំអញ្ចឹងខ្ញុំ copy paste ទៀតអូខេបាទទី2ខ្ញុំ copy ហើយចូលមក website បាទ image fx នេះវិញ image fx ហើយខ្ញុំចុចបាទលុប from ទី1ចោលហើយធ្វើការ copy paste from ថ្មីឲ្យបង្កើតជារូបភាពថ្មីខ្ញុំទៀតអញ្ចឹងណាអូខេអញ្ចឹងខ្ញុំចុចយកពាក្យ create អញ្ចឹងរងចាំវាបន្តិចវាកំពុងតែបាទ creating បង្កើតជារូបភាពថ្មីឲ្យយើងទៀតណាហ្នឹងរូបភាពបាទបានថ្មីទៀតហើយបងប្អូនណាបាទ website image fx គឺបង្កើតរូបភាពឲ្យខ្ញុំអញ្ចឹងរូបភាពណាមួយដែលខ្ញុំគិតថាស្អាតទំនងគឺខ្ញុំនឹងយកអញ្ចឹងណាហ្នឹងហើយអញ្ចឹងរូបភាពមួយនេះអូខេខ្ញុំយករូបភាពមួយនេះចុះណាបើរូបភាពវាបងប្អូនអត់ពេញចិត្តបងប្អូនចុច create ទេឥឡូវខ្ញុំចុចយកពាក្យថា create បាទម្ដងទៀតហើយវា generate រូបភាពថ្មីឲ្យខ្ញុំអញ្ចឹងណាអូខេអញ្ចឹងយើងរងចាំវាបន្តិច
chia sẻ phong bảo bồnសំឡេងនៅខាងក្រៅកំពុងតែភ្លៀងអញ្ចឹងបើសិនជាមានសំឡេងរំខានឬក៏បើខ្ញុំនិយាយអត់ច្បាស់អីគឺអធិស្ឋានផងដោយសារតែខ្ញុំថតនៅលើកុំព្យូទ័រគឺខ្ញុំបានពាក្យមិចអញ្ចឹងបងប្អូនណាបាទពាក្យមិចថតក្នុងការនិយាយអូខេជាយើងរំចាំវាបន្តិចទៅវាបង្កើតរូបភាពថ្មីឲ្យយើងហើយអូខេអញ្ចឹងយើងបានរូបភាពហើយអញ្ចឹងបងប្អូនទាំងគ្នាត្រូវតែយករូបភាពហ្នឹងបាទទៅបង្កើតនៅវីដេអូនៅលើបាទ website នេះ website Google បាទ AI Studio អញ្ចឹងណាតាអញ្ចឹងបងប្អូនចុចតាមខ្ញុំមកបាទចុច new tab ថ្មីមួយទៀតអញ្ចឹងបងប្អូនចុចមកបាទ Google AI Studio website មួយនេះក៏ free ដែរបងប្អូនណាគឺវាបង្កើតវីដេអូ AI យើងវាបង្កើតជាវីដេអូបាទ AI ឲ្យយើងស្អាតមែនទែនលយមែនទែនអញ្ចឹងខ្ញុំចុចកន្លែងនេះបាទ Google AI Studio អូខេអញ្ចឹងតើតើនឹង website មួយហ្នឹងក៏ទាមទារឲ្យយើង sign in ជាមួយនឹង Gmail ដែរបងប្អូនណាអញ្ចឹងដោយសារតែខ្ញុំបានធ្លាប់ធ្វើការប្រើប្រាស់បាទខ្ញុំ sign in នៅ Gmail របស់ខ្ញុំហើយបាទអូខេហើយបន្តមកទៀតបងប្អូនអ្នកគ្នាចុចកន្លែងនេះ generate media អូខេអញ្ចឹងវាមាន tool ជាច្រើនសម្រាប់ឲ្យយើងប្រើប្រាស់បងប្អូនអញ្ចឹងយើងអាចបាទ copy from បង្កើតជារូបភាពបាទក៏បានបង្កើតជាវីដេអូក៏បានអញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញពីរបៀបនៃការបាទបង្កើតជាវីដេអូអញ្ចឹងណារូបភាពដែលយើងបានអំបញ្ញមិញណាអញ្ចឹងបងប្អូនគាត់តែចុចកន្លែងពាក្យថា VEO កន្លែងនេះណាបាទ VEO កន្លែងហ្នឹងមកអូខេអញ្ចឹងវាមានមកដល់តម្រងបែបនេះវាមានបាទទំហំផ្ដេកសម្រាប់ឲ្យយើងជ្រើសរើសហើយនឹងទំហំបញ្ឈរអញ្ចឹងទៅបែបផុស short បែប reel អញ្ចឹងណាបាទអញ្ចឹងខ្ញុំបង្កើតជាវីដេអូបែបផ្ដេកណាខ្ញុំផុសនៅលើ YouTube អញ្ចឹងខ្ញុំយកបាទតម្រងបែបនេះបាទ16:9អូខេអញ្ចឹងខ្ញុំចុចកន្លែងបាទរូបភាពនេះដើម្បីធ្វើការ add រូបភាពដែលខ្ញុំបានធ្វើការបាទបង្កើតថ្មីបាទ upload image បាទអញ្ចឹងខ្ញុំចុចកន្លែងនេះរូបភាពនេះហើយខ្ញុំចុចពាក្យ open អូខេឥឡូវរូបភាពវាបាន upload ចូលហើយអញ្ចឹងតើតើ from បងប្អូនបាទចាំចូលមក copy នៅ description ខ្ញុំដដែលនេះ from សម្រាប់បង្កើតជាវីដេអូនេះណាខ្ញុំដាក់ថា from បាទសម្រាប់ generate video អញ្ចឹងនេះ from មួយនេះខាងក្រោមនេះបាទខ្ញុំចុចធ្វើការ copy បាទបងប្អូនអាចយកទៅប្រើប្រាស់បានណាក្នុងការបង្កើតបាទវីដេអូ AI ណាអញ្ចឹងខ្ញុំធ្វើការបាទ copy ហើយខ្ញុំចូលមកកាន់បាទ website AI Google AI Studio នេះវិញហើយខ្ញុំធ្វើការ pass កន្លែង description នេះបាទ description នេះហើយខ្ញុំ pass ចូល from ហ្នឹងអូខេអញ្ចឹងបងប្អូនបញ្ចូល from បញ្ចូលរូបភាពហើយចង់បង្កើតនៅរូបភាពមួយហ្នឹងឲ្យចេញជាចលនាប្រភេទវីដេអូបងប្អូនបាទចុចតាមខ្ញុំមកនេះកន្លែង run នេះអូខេអញ្ចឹងយើងរងចាំវាបន្តិចអូខេអញ្ចឹងបើមានពាក្យថានេះ file ហ្នឹងវាមានបញ្ហា error អញ្ចឹងបងប្អូនចុចបាទព្យាយាមចុចបង្កើតម្ដងទៀតមកចុចយកពាក្យ run ម្ដងទៀតមកអញ្ចឹងវាអាច error ខ្លះៗបងប្អូនណាអូខេអញ្ចឹងកន្លែងហ្នឹងដោយសារតែប្រភេទwebsite មួយហ្នឹងវា free អញ្ចឹងការប្រើប្រាស់ឬក៏ system ក្នុងការបង្កើតគឺវាច្រើនអញ្ចឹងបងប្អូនណាអញ្ចឹងវាមានបញ្ហា error តិចតួចហើយអញ្ចឹងបងប្អូនព្យាយាមបង្កើតមកណាហ្នឹងហើយចឹងយើងរងចាំវាឲ្យវាដើរបាទ run បាទ 100% គឺវាបង្កើតជាវីដេអូឲ្យយើងបងប្អូនណាអូខេអញ្ចឹងបាទ website បាទ Google AI Studio ឥឡូវវាបង្កើតជាបាទ clip វីដេអូឲ្យយើងហើយយើងចុចភ្លើឲ្យបងប្អូនមើលតែម្ដងនេះបងប្អូនឃើញទេគឺលយមែនទេបងប្អូនណាឥឡូវខ្ញុំបង្ហាញឲ្យធំឲ្យបងប្អូនមើលណានេះបែបនេះឥឡូវខ្ញុំ play បាទគឺវាបែបហ្នឹងអញ្ចឹងបងប្អូនចង់បាននៅវីដេអូមួយហ្នឹងចុចបាទសញ្ញាព្រុញ download នេះមកឥឡូវខ្ញុំ download បាទអូខេអញ្ចឹងវាចូលនៅក្នុងកុំព្យូទ័ររបស់យើងណាអូខេបងប្អូនអាចអនុវត្តតាមវីដេអូដែលខ្ញុំបង្ហាញបានណា